មនោរពនេះបានតវ៉ាប្រឆាំងទៅនឹងលោកដូណាល់ត្រាំនិងលោកអេលុនម៉ាស់នៅក្នុងបដកម្មនៅទូទាំងប្រទេសប្រជាជនអាមេរិករាប់ពាន់នាក់បានដើរនៅតាមផ្លូវទូទាំងប្រទេសនៅថ្ងៃសៅរ៍ដើម្បីតវ៉ាចំពោះគោលនយោបាយរបស់ប្រធានាធិបតីលោកដូណាល់ត្រាំនិងមហាសេដ្ឋីពាណិជ្ជកម្មលោកអេលុនម៉ាស់ដែលមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់និងបានដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលមិនផ្លូវការដែលមានអក្សរកាត់ថា DOGE ដែលជាឧបករណ៍ដ៏សំខាន់ក្នុងការធ្លាក់ចុះយ៉ាងសំខាន់នៃរដ្ឋាភិបាលសហព័ន្ធដោយប្រើការស្រែកថា hand offការតវ៉ានៅទូទាំងប្រទេសបានកើតឡើងនៅក្នុងទីតាំងជិត 1000 រួមទាំងទីក្រុងធំៗដូចជាទីក្រុង Washington DC ទីក្រុង New York និង Boston រួមជាមួយនឹងទីតាំងផ្សេងទៀតដែលទាក់ទាញមនុស្សរាប់សែននាក់នេះបើយោងទៅតាមអ្នករៀបចំក្រុមបាតកោកាន់ស្លាកសញ្ញាដោយរួមមានថា Fasis គ្មានកន្លែងនៅទីនេះសហរដ្ឋអាមេរិកគ្មានស្ដេចនិងលបែងប្រជាធិបតេយ្យរបស់យើងក្រុមបាតកោជាច្រើនបានកំណត់គោលដៅច្បាស់លាស់ទាំងលោកដូណាល់ត្រាំនិងលោកអេលុនម៉ាស់ដោយមានសញ្ញាសរសេរថាគ្មាននរណាម្នាក់បានជ្រើសរើសលោកអេលុនម៉ាស់និង No King No Autograph No Fascist និង No Muskrats បដកម្មនេះត្រូវបានរៀបចំឡើងដោយចលនា50-51ដែលបានដាក់ឈ្មោះសម្រាប់គោលដៅរបស់ខ្លួនគឺ50បដកម្មរដ្ឋ50និងចលនាមួយក្រុមនេះបានអំពាវនាវឲ្យមានសកម្មភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថាលោកដូណាល់ត្រាំនិងលោកអេលុនម៉ាស់គិតថាប្រទេសនេះជាកម្មសិទ្ធិរបស់ពួកគេកំពុងទទួលយកអ្វីគ្រប់យ៉ាងដែលពួកគេអាចចាប់ដៃរបស់ពួកគេហើយហ៊ានឲ្យពិភពលោកបញ្ឈប់ពួកគេក្រុមនេះក៏បានប្រមាននៅក្នុងសម្ភារៈផ្សព្វផ្សាយថាប្រសិនបើយើងមិនប្រយុទ្ធនៅពេលនេះនោះទេវានឹងមិនមានអ្វីនៅសល់ដើម្បីរក្សាទុកនោះទេស្លាកសញ្ញានៃឯកាតវ៉ាបានដោះស្រាយកង្វល់ផ្សេងៗរួមគ្នាដែលរួមមានការប្រគល់សន្តិសុខ Medicare សាលារៀនរបស់យើងនិងសម្ព័ន្ធមិត្តរបស់យើងរួមទាំងប្រគល់ប្រទេសអ៊ុយក្រែន Sudan ប៉ាឡេស្ទីន DOC និងប្រទេសហៃទីផងដែរតំណាងរដ្ឋ Maryland លោក Jamie Raskin បាននិយាយនៅឯការជួបជុំនៅក្នុងរដ្ឋធានីរបស់អាមេរិកហើយក៏បានអំពាវនាវឲ្យរដ្ឋាភិបាលលោកដូណាល់ត្រាំប្រគល់ប្រទេសកាណាដា Greenland និងប៉ាណាម៉ាដោយពួកគេជាប្រទេសឯករាជ្យយ៉ាងណាមិញនេះគឺជាមហាបដកម្មទូទាំងប្រទេសលើកទី4ដែលរៀបចំឡើងដោយចលនា50-51ដែលបានធ្លាប់ធ្វើបដកម្មនៅថ្ងៃទី5ខែកុម្ភៈថ្ងៃទី17ខែកុម្ភៈនិងថ្ងៃទី4ខែមីនាកន្លងទៅយោងទៅតាមអ្នករៀបចំកម្មវិធី Key Awards ចលនានេះមានប្រភពដើមនៅលើបណ្ដាញសង្គម Reddit មុនពេលដែលទទួលបានការគាំទ្រពីអង្គការសកម្មជនដែលបានបង្កើតឡើងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាគមន៍មេទ័ពរបស់បារាំងនិងអង់គ្លេសនៅក្នុងទីក្រុងគៀវសម្រាប់ការពិភាក្សាអំពីការដាក់ពង្រាយកងទ័ពប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានជួបប្រជុំគ្នានៅថ្ងៃទី5ខែមេសាម្សិលមិញជាមួយឧត្តមនាវីឯកអង់តូនី រ៉ាដាគីននិងឧត្តមស្តីឯកបារាំង Thierry Barquet ដែលជាប្រធានបុគ្គលិកការពារជាតិនៃប្រទេសរៀងៗខ្លួនលោក Zelensky បាននិយាយថាវឌ្ឍនភាពជាក់ស្ដែងនិងព័ត៌មានលម្អិតដំបូងអំពីរបៀបដែលភ្នាក់ងារសន្តិសុខរបស់ដៃគូអាចនឹងត្រូវបានដាក់ពង្រាយលោក Zelensky ក៏បានថ្លែងអំណរគុណទៅដល់ចក្រភពអង់គ្លេសនិងបារាំងសម្រាប់ការដឹកនាំរបស់ពួកគេក្នុងការប្រមូលផ្ដុំប្រទេសដែលនឹងបើកចំហក្នុងការដាក់ពង្រាយកងទ័ពមកកាន់ប្រទេសអ៊ុយក្រែនដើម្បីតាមដានបទឈប់បាញ់ដែលមានសក្តានុពលកាលពីថ្ងៃទី27ខែមីនាកន្លងទៅប្រធានាធិបតីបារាំងលោក Emmanuel Macron បានរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសជាកន្លែងដែលប្រទេសអឺរ៉ុបមួយចំនួនបានឆ្ពោះទៅមុខជាមួយនឹងផែនការបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែនជាផ្នែកនៃកម្លាំងធានាក្នុងករណីមានបទឈប់បាញ់ជាមួយប្រទេសរុស្ស៊ីកាលពីពាក់កណ្ដាលខែមីនាកន្លងទៅនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសលោក Keir Starmer បានបង្ហាញនៅផែនការបញ្ជូនកងរក្សាសន្តិភាពចំនួន 10000 នាក់ទៅកាន់ប្រទេសអ៊ុយក្រែនដែលមានទំហំតូចជាងចំនួនទាហាន 30000 នាក់ដែលលោកត្រូវបានគេរាយការណ៍ថាបានប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងអំឡុងកិច្ចប្រជុំនៃអសេតវិមានរបស់អ្នកទាំងពីរកាលពីថ្ងៃទី20ខែកុម្ភៈនោះបើទោះបីជាលោក Keir Starmer នៅតែប្រកាសជាសាធារណៈសម្រាប់ការដាក់ពង្រាយក្រុមចម្រុះដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកហាក់មានការថយចុះលោក Emmanuel Macron បាននិយាយថាវាអាចនឹងប្រព្រឹត្តទៅដោយមានឬគ្មានការចូលរួមរបស់ទីក្រុង Washington យ៉ាងណាមិញប្រិយមិត្តបងប្អូនអរគ្នាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បាននិយាយនៅក្នុងសន្ទរកថាពេលល្ងាចរបស់គាត់ថាប្រទេសរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលខ្លួនបានធ្វើសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើទីក្រុង Kryvyi របស់អ៊ុយក្រែននៅថ្ងៃទី4ខែមេសាកន្លងទៅដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ចំនួន19នាក់ដែលក្នុងនោះមានកុមារ9នាក់នេះបើយោងទៅតាមអាជ្ញាធរនៅក្នុងតំបន់ក្នុងនោះផងដែរមាន74នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួស
លោក Volodymyr Zelensky បាននិយាយថាការបាញ់ផ្លោងរបស់រុស្ស៊ីនៅតាមដងផ្លូវនៅក្នុងទីក្រុងធម្មតាមួយចូលទៅក្នុងតំបន់លំនៅឋានហើយបន្ទាប់ពីការវាយប្រហារនោះផងដែរក៏មានការវាយប្រហារបន្ថែមទៀតជាមួយនឹងយន្តហោះគ្មានមនុស្សបើកមនុស្សម្នាក់បន្ថែមទៀតបានស្លាប់និងជាច្រើនអ្នកបានរងរបួសលោក Zelensky បាននិយាយថាយើងត្រូវតែដាក់សម្ពាធលើពួកគេនៅទីនោះយើងមិនគួរខ្ជះខ្ជាយពេលវេលាលើការនិយាយដោយទទេនោះទេដើម្បីបញ្ចប់សង្គ្រាមមួយនេះយ៉ាងណាមិញសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានព្រមព្រៀងគ្នារួចហើយសម្រាប់បទឈប់បាញ់ពេញលេញនៅថ្ងៃទី11ខែមីនាក៏ប៉ុន្តែរុស្ស៊ីបានបដិសេធផ្ទុយទៅវិញអ៊ុយក្រែននិងរុស្ស៊ីរួមទាំងអាមេរិកបានព្រមព្រៀងគ្នាកាលពីថ្ងៃទី25ខែមីនាចំពោះបទឈប់បាញ់មួយផ្នែកដែលគ្របដណ្ដប់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងសមុទ្រខ្មៅទោះបីជាយ៉ាងណាក៏ដោយវាមានក្រុមឡើងបានរារាំងនៅបទឈប់បាញ់មួយផ្នែកផងដែរដោយបាននិយាយថាបទឈប់បាញ់នៅសមុទ្រខ្មៅនឹងចូលជាធរមានលុះត្រាតែទណ្ឌកម្មមួយចំនួនប្រឆាំងនឹងរុស្ស៊ីត្រូវបានដូចចេញប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភទៅលើការហាមឃាត់នៃការធ្វើប្រតិបត្តិការមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរហូតមកទល់នៅពេលនេះសហរដ្ឋអាមេរិកបានបដិសេធមិនដាក់សម្ពាធលើរុស្ស៊ីដើម្បីបង្ខំឲ្យទីក្រុងមូស្គូឲ្យមានបទឈប់បាញ់ឯអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ុយក្រែននោះគឺអ្នកស្រី Brigette Brink បានបង្ហោះលើបណ្ដាញសង្គម X បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីមកលើទីក្រុង Kryvyi-Rih កាលពីថ្ងៃទី4ខែមេសាថាគួរឲ្យរន្ធត់ណាស់ដែលនៅយប់នេះកាំជ្រួចផ្លោមមួយបានវាយប្រហារមកជិតសួនកូម៉ានិងភោជនីយដ្ឋានក្នុងទីក្រុង Kryvyi-Rih នេះជាមូលហេតុដែលសង្គ្រាមត្រូវតែបញ្ចប់យ៉ាងណាមិញលោក Zelensky បានយកបញ្ហាជាមួយនឹងការបដិសេធរបស់អ្នកស្រី Brink មកក្នុងការបរិហាររុស្ស៊ីចំពោះការវាយប្រហារដែលមានកាំជ្រួចផ្លោង Iskander ជាមួយនឹងគ្រាប់បែកចង្កោមដែលត្រូវមកចំសួនកូម៉ានៅក្នុងស្រុកកំណើតរបស់លោក Zelensky ហើយប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បាននិយាយថាគួរឲ្យភ្ញាក់ផ្អើលនិងមិនសប្បាយចិត្តនោះទេឯអគ្គរដ្ឋទូតអាមេរិកមិនហ៊ាននិយាយការពិតនោះទេសារព័ត៌មាន Telegraph បានរាយការណ៍ថាប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងដឹកនាំនៃកិច្ចពិភាក្សារបស់សហភាពអឺរ៉ុបជាមួយនឹងលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសបារាំងលោក Emmanuel Macron បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយទៅជាបុគ្គលដ៏សំខាន់របស់អឺរ៉ុបក្នុងការចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នេះបើយោងទៅតាមប្រភពរបស់កាសែត The Telegraphប្រទេសបារាំងនិងចក្រភពអង់គ្លេសគឺជាតួអង្គដ៏សំខាន់នៅក្នុងសម្ព័ន្ធនៃឆន្ទៈដែលកំពុងតែរីករាយជាមួយនឹងការបង្កើតទម្រង់នៃកងកម្លាំងរក្សាសន្តិភាពមួយចំនួននៅក្រៅបទឈប់បាញ់អ៊ុយក្រែនដោយលើកឡើងអំពីប្រភពនានាក្នុងរដ្ឋាភិបាលបារាំងទូរគមនាគមន៍បានប្រៀបធៀបនៃការឡើងចុះរបស់លោក Macron ទៅនឹងការទទួលស្គាល់របស់លោក Keir Starmer ដែលជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសប្រទេសបារាំងគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅក្នុងអង្គការ NATO ដែលធ្វើប្រតិបត្តិការយោធាដោយឯករាជ្យពីសហរដ្ឋអាមេរិកជាចម្បងសម្រាប់បេសកកម្មនៅក្នុងអតីតអាណានិគមនៅអាហ្វ្រិកខាងលិចពួកគេក៏បានរក្សាបណ្ដាញស៊ើបការសម្ងាត់ដាច់ដោយឡែកពី Five Eyes ដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលមានប្រយោជន៍សម្រាប់អ៊ុយក្រែននៅពេលដែលសហរដ្ឋអាមេរិកបានកាត់ផ្ដាច់ការចែករំលែកបណ្ដាញស៊ើបការសម្ងាត់ Intel មួយសប្ដាហ៍នៅដើមខែមីនានោះលោក Macron គឺជាអ្នកគ្រប់គ្រងសម្លេងច្រើនជាងគេនៃគ្រឿងបំពាក់នៅអឺរ៉ុបប៉ុន្តែលទ្ធផលនៅតែមានភាពមិនប្រកបប្រជាមន្ត្រីដែលមិនបញ្ចេញឈ្មោះបាននិយាយថាវាជាពេលវេលាសម្រាប់លោក Macron ដើម្បីដឹកនាំក្រុមចម្រុះដោយគ្នានេះផងដែរព័ត៌មានលម្អិតនៃការបដិញ្ញាចិត្តរក្សាសន្តិភាពណាមួយពីក្រុមចម្រុះមិនថាបារាំងឬផ្សេងទៀតនៅតែមិនទាន់មានភាពច្បាស់លាស់ដោយអ៊ុយក្រែនកំពុងរងចាំជំនួយជាក់ស្ដែង